bài con tai vì mai mà chui nhóm tới còn mong lại nhóm thém mà thằng khoác mờn khơi chăng á quay à nghe nó thay em cho mày nó nè tăng bị mai mà nơi cho mũi nhóm nè mình khơi chui bán sấy khai bài chan bài cao ó mà đấy sấy cái mày đi gặp bông co đi ba mình gặp bông co đi gặp bài chan bài sang đấy ba mày mình chui lên trong té có một khai cho ba hả rồi bông on nè cứ khiêm cho lên tự tin mình xong cái ba đấy nè mày mày làm bài đào pe mai vơi một pe ban việc lẹ cho năng gặp bông on năng con ôi mày vơi một à vơi một mày năng ca năng trong lên rồi khai ấyนี่สำนายเนี่ยนะชนะได้ว่าชนะโทษเราจะชนะมันแข่งดับไปประมาณนึงไอ้มาไอ้ใจใจไปยักกันពាក្យសម្ដីនេះខ្ញុំធ្លាប់និយាយដាក់ម៉ែឥឡូវកូនខ្ញុំគេនិយាយដាក់ខ្ញុំវិញនេះជាកម្មផលដែលខ្ញុំទទួលមែនទេនេះក្រៅវិជាអត់មានចេះធ្វើអីទេខែម៉ែជួយទៅថៃជាតិហើយទោះបងចូលចិត្តក៏ដោយក៏បងអាចញ៉ាំហូបត្រាត្រាចឹងបានដែរអូននេះពួកយើងរៀបការជាមួយឆ្នាំហ្នឹងអូនអត់មានចេះធ្វើអីសោះហ្មងហើយចុះខែម៉ែណាឲ្យខ្ញុំនៅផ្ទះហើយបងមិនឲ្យទៅក្រៅធ្វើអីតែបងឲ្យអូននេះនៅផ្ទះធ្វើបាយធ្វើម្ហូបតែនេះក្រៅពីធ្វើខ្លួនក៏មកអវ៉ាន់តាមអនឡាញអូនមិនចេះធ្វើអីសោះហ្មងត្រូវហើយអូនអត់ចេះធ្វើការងារផ្ទះអីទាំងអស់អញ្ចឹងបីរហអ្នកចេះការងារផ្ទះមកនៅមួយមកនេះអូននៅតាមយោទេទេអូនស្ដាប់សម្ដីបងឲ្យច្បាស់ចាប់ពីថ្ងៃនេះតទៅបងឲ្យលុយទិញម្ហូបតែប៉ុណ្ណោះឡូម៉ែអាឡូសុខនេះកូនឯងមានលុយអត់ឲ្យម៉ែ100សិនមកណាលុយអីគេម៉ែខ្ញុំអត់មានទេឯងសាក់សួរប្តីឯងសិនមើលកូនទៅសួរស្អីបងណាតាគាត់មិនដែលឲ្យលុយខ្ញុំចាយព្រមហ្នឹងណាម៉ែឯងទៅរកបងសុធនទៅចុះពុកគាត់មិនចៃបងហើយពុកគាត់នៅណាឡើយហ្នឹងចាបងចាអរគុណច្រើនណាស់បងទីតបងសុធានេះហើយវាទេស្អីតាំងព្រលឹមហ្នឹងអូយមិនក៏មិនអើយហើយលើកទៅអីគ្មានស្អីក្រៅពីទេមករកលុយទេដេកមិនបានក៏អត់លើកចឹងម៉ែនេះបងសុធនប្រាប់ថាអត់លុយណាលើតែមកទាំងព្រឹកទៀតណាពួកបានអត់លើកមិនបានពួកបងក៏អត់លើកចឹងពួកម៉ែដល់ទេម៉ែចុះសួនមួយម៉ែអាឡូបងទៅម្ដងមិញហ្នឹងទៅទៀតបងទៅវិញហើយម៉ែខ្ញុំត្រឡប់ទៅវិញណាបងសុធនខ្ញុំសុំទៅជាមួយបងដែរហើយនៅជួយមើលម៉ែខ្លះទៅឲ្យសុធាមើលទៅខ្ញុំប្រញាប់ទៅធ្វើបាយឲ្យប្តីមិនអីទេពួកឯងទាំងពីរនាក់នេះត្រឡប់ទៅវិញក៏បានដែរម៉ែអញ្ចឹងទៅវិញណាសុធានៅមើលម៉ែទៅម៉ែខ្ញុំទៅវិញណាម៉ែនឹងអង្គុយនឹងសិនណាចាំខ្ញុំទៅយកបាយឲ្យម៉ែហូបមិននឹកស្មានថាខ្ញុំត្រូវប្រត់ប្រាស់ប្តីហើយធ្លាក់ខ្លួនពីការបែបនេះសោះតើតទៅខ្ញុំត្រូវរស់នៅភាពងងឹតយ៉ាងម៉េចម៉ែប្រសាបាយចាំខ្ញុំបញ្ចុកបាច់ទេទុកឲ្យម៉ែហូបខ្លួនឯងក៏បានដែរណាមកហុចឲ្យម៉ែមកចាំខ្ញុំសូបឲ្យម៉ែសូបម៉ែសូហូបមិនបាច់ទេកូនទុកឲ្យម៉ែហូបខ្លួនឯងវិញព្រោះថាទៅមុខគឺម៉ែអាងឹតភ្នែកបែបនេះហើយរយៈពេល2ខែដែលម៉ែនៅក្នុងពេទ្យបងសុធនបានជួយបងថ្លៃជំពាក់ធនាគារគេទេ2ថ្ងៃទៀតដល់ពេលដែលធនាគារគេមកយកម្ដងទៀតហើយបងសុធនសុធា
អញ្ចឹងហ្នឹងអត់ទៅរៀនទេហើយមកទៅនេះមានកាយ បងម៉ែខាងបងធនាគារ2ខែណាស្អែកហ្នឹងគេប្រកាសជាមួយតែយើងទៀតហើយហើយយ៉ាងម៉េចបើពួកបងមិនជួយម៉ែទេធនាគារគេប្រកាសជាមកលក់តែយើងឡាយលំខានទេ តែបងគាត់ជាមានលុយមែនណា បងម៉ែជពាក់លុយគេដោយសារតែយកលុយគេមកឲ្យបងរៀបការជាមួយនឹងបង្ការហើយនឹងមកទិញម៉ូតូកង់3ហ្នឹងឲ្យបងរត់ទៀតអញ្ចឹងបងត្រូវតែជួយម៉ែវិញណាបងនេះពួកបងជួយយ៉ាងម៉េចទៀតថ្លៃបងសាប់ពុកថ្លៃជាបានម៉ែនៅពេលពួកបងជួយឡើងអស់ពីខ្លួនហីឲ្យបងស្អីនឹងជួយទៀតអញ្ចឹងអីយើងទៅវិញសិនហីតាំងពីការមកមានតែបំណុល អើយបានហើយបងបានប្រាប់ហើយតាតោះឡាកង់3យ៉ាធ្វើការអត់តាន់ ហើយបងគ្មានលុយទេហើយឯងព្រមទៅសួរបងសុខធនទៅគឺខ្ញុំទៅសួរគាត់ឲ្យបងតែគាត់ថាគាត់គ្មានទេបងក៏គ្មានដូចគ្នាដែរឯងក៏ដឹងថារាល់ថ្ងៃនេះបងរកអីបានរាល់ថ្ងៃហួរដោយសារតែប្តីចិញ្ចឹមតាបងជំរាបសួរ មានកាយទៅទេ គេថាគ្មានកាយអីទេបងសុធាគ្រាន់តែមកលេងធម្មតាតាបង ហើយចុះមកយ៉ាងម៉េចហី ម៉ែក៏សុខធម្មតាបងប៉ុន្តែបើថាម៉ែអីទេអញ្ចឹងឯងប្រញាប់ទៅផ្ទះមើលម៉ែទៅហើយណាមួយបងតារាក៏ប្រញាប់ទៅធ្វើការហើយឯងបងនេះប្រញាប់ទៅផ្សារទិញម្ហូបទៀតអញ្ចឹងឯងប្រញាប់ទៅផ្ទះមើលម៉ែទៅចង់ខ្ញុំលាបងទាំងពីរសិនណា ជប់សិនទៅទេណែអាចយកលុយនេះទៅ ខ្ញុំអរគុណណាបងបងចាំណាអូនហ៎ដោយសារតែគ្មានលុយបងធនាគារផ្ទះនេះត្រូវបានតុលាការសម្រេចឲ្យខាងធនាគារដាក់លក់ឡាយឡុងហើយតើខ្ញុំត្រូវបន្តរៀនឬក៏បោះបង់ម៉ែផ្ទះហ្នឹងលែងជាផ្ទះរបស់យើងទៀតហើយម៉ែចាំកូននាំម៉ែទៅនៅជាមួយបងសុធានីណាបើឯងនាំម៉ែទៅនៅផ្ទះបងឯងចុះឯងទៅនៅណាខ្ញុំនឹងទៅស្នាក់នៅសាលារៀនណាម៉ែព្រោះនៅទីនោះមានកន្លែងស្នាក់នៅសម្រាប់សិស្សក្រីក្រម៉ែចាំពេលកូនរៀនចប់កូនមានការងារល្អៗធ្វើកូននឹងមកយកម៉ែទៅនៅជាមួយវិញណាម៉ែណាម៉ែតោះយើងទៅបងសុធានីទៅណាម៉ែតាកូន គឺម៉ែថាដាក់ដាំបាយកូនតែវាម៉ែមកជួយខ្ញុំទៅក៏មកបំផ្លាញខ្ញុំថែមបើថាខ្វាក់មើលមិនឃើញចឹងអង្គុយឲ្យស្ងៀមទៅថៃខ្ញុំឆ្ងល់ម៉ែដល់នេះតាំងពីម៉ែមកនៅជាមួយខ្ញុំនេះគ្មានឃើញជួយបានស្អីខ្លះទេបែកចានបែកកៅអស់ម៉ានអីស្អីគេម៉ែនេះកំពុងកទេបើមិនកំពុងកទេក៏បែកចានបែកឆ្នាំងណាបងម៉ែមិនជួយរកលុយខ្ញុំទេក៏មកខ្លាញ់ខ្ញុំបានអត់របស់អត់នេះគឺខ្ញុំយកលុយទៅទិញមិនសុំគេបានទេណាម៉ែរៀបដាំបាយដល់ពេលម៉ែវិលមុខពេកបានវាធ្លាក់ឆ្នាំងកពុកអស់នឹងណាកូនអូយម៉ែវិលមុខអាវិលមុខម៉ែហ្នឹងកាលណាមិនឆាប់វិលខ្ញុំលើរាល់ថ្ងៃហ្នឹងនេះសំណាងឯណាឆ្នាំងដៃបើឆ្នាំងធ្លាប់ដូចចានណាមួយថ្ងៃមិនដឹងបាយប្រហែលដងហ្នឹងម៉ែឯងចាំឲ្យចិត្តប្រយ័ត្នតិចទៅពាក្យសម្ដីនេះខ្ញុំធ្លាប់និយាយដាក់ម៉ែឥឡូវកូនខ្ញុំគេនិយាយដាក់ខ្ញុំវិញហើយនេះជាកម្មផលដែលខ្ញុំទទួលមែនទេ